សូមជូនរឿងបុរសក្ដាមមាសកាលពីព្រេងនាយមានបុរសប្តីប្រពន្ធមួយគូមានកូនមួយនាក់កូននោះអាយុបាន12ឆ្នាំម្ដាយក៏ស្លាប់ចោលទុកឲ្យឪពុកនៅពោះម៉ាយឪពុកក៏ធ្វើរបរលក់ដូរតែពីរនាក់នឹងកូនលក់មិនដាច់រឹតតែក្រទៅក្រោយមកឪពុកអនិច្ចកម្មទៅទៀតកូននៅតែម្នាក់ឯងរក្សាផ្ទះសម្បែងឪពុកស្លាប់ទៅបាន5ថ្ងៃក៏មកពន្យល់សប្តិកូនថាកូនឯងក្រលំបាកណាស់យើងជាឪពុកគ្មានរបរអ្វីនឹងឲ្យកូនទេដូច្នេះកូនទៅជីកក្ដាមនៅក្រោយខ្ទមអ្នកតានាទិសឦសានផ្ទះយើងយកទៅលក់ចិញ្ចឹមជីវិតរៀងរាល់ថ្ងៃចុះវេលាព្រឹកថ្ងៃរះឡើងកាលណាឲ្យកូនទៅជីករាល់ថ្ងៃកុំខានលុះព្រឹកឡើងកូននោះភ្ញាក់ឡើងចាំជាក់នៅនិមិត្តសពគ្រប់ក៏ចាប់យកចបជីកដើរតម្រង់ទៅខ្ទមអ្នកតាជីកទៅឃើញក្ដាមមួយប្រាកដមែនរួចយកក្ដាមនោះទៅលក់ឲ្យអ្នកផ្សារក៏ទិញយកបុរសនោះបានប្រាក់ហើយត្រឡប់មកផ្ទះវិញថ្ងៃក្រោយវេលាព្រឹកទៅជីកក្ដាមនៅកន្លែងដដែលនោះបានក្ដាមមួយយកទៅលក់ឲ្យអ្នកផ្សារទៀតគេក៏ទិញយកបុរសនោះត្រឡប់មកផ្ទះវិញនៅទីនោះមានមហាសេដ្ឋីម្នាក់មានកូនក្រមុំច្រើនកូនស្រីបងទាំងប៉ុន្មានរបស់សេដ្ឋីរៀបឲ្យមានប្តីទាំងអស់គ្នានៅតែកូនពៅម្នាក់ឈ្មោះនាងពៅគឺកូនប្រកែកមិនព្រមយកប្តីមហាសេដ្ឋីជាឪពុកម្ដាយបង្ខំឲ្យនាងយកប្តីនាងក៏មិនព្រមយករីឯបុរសនោះថ្ងៃក្រោយទៅជីកក្ដាមនៅទីកន្លែងដដែលទៀតបានហើយកាន់យកទៅលក់នៅឯផ្សារនាងពៅកូនក្រមុំមហាសេដ្ឋីបានឃើញក៏ហៅមកសួរថាអ្នកកំឡោះយួរក្ដាមទៅណាបុរសនោះជម្រាបថាខ្ញុំយកទៅលក់អ្នកនាងពៅក៏ទិញយកហើយនាងប្រាប់ថាពីថ្ងៃនេះតទៅបើអ្នកបានជីកក្ដាមកុំលក់ឲ្យអ្នកដទៃអ្នកយកលក់ឲ្យខ្ញុំរាល់ថ្ងៃកុំខានដោយនាងនោះមានចិត្តប្រតិព័ទ្ធនឹងបុរសនោះណាស់តែអ្នកនោះមិនដឹងខ្លួនបុរសនោះបានប្រាក់ហើយត្រឡប់មកផ្ទះវិញថ្ងៃក្រោយបុរសនោះទៅជីកក្ដាមនៅទីកន្លែងដដែលបានទៀតរួចក៏យកមកឲ្យតែនាងរាល់ថ្ងៃនាងនោះទទួលទិញមិនដែលខានហើយនាងពៅមានចិត្តរឹតតែស្រឡាញ់បុរសនោះខ្លាំងឡើងក៏ធ្វើរឹកពីកិរិយាបុរសនោះឲ្យដឹងបុរសនោះដឹងជាក់នាងនោះស្រឡាញ់ខ្លួនប្រាកដតែដោយពិចារណាថាខ្លួនសពថ្ងៃក្រីក្រលំបាកណាស់ហើយកំព្រាផងក៏មិនហ៊ាននិយាយថាម្ដេចឡើយចំណែកបងស្រីប៉ុន្មានអ្នកបានឃើញនាងពៅជាប្អូនធ្វើរឹកកិរិយាស្រឡាញ់បុរសលក់ក្ដាមនោះពន់ពេកក៏នាំគ្នាទៅជម្រាបមហាសេដ្ឋីជាមេដាបេដាថានាងពៅជាប្អូនធ្វើរឹកពីស្រឡាញ់បុរសជីកក្ដាមនោះក្រៃពេកបុរសនោះបានក្ដាមចេះតែយកមកលក់ឲ្យនាងពៅទទួលទិញរាល់ថ្ងៃរួចធ្វើរឹកពីកិរិយាស្រឡាញ់បុរសនោះណាស់ខ្ញុំទាំងអស់និយាយទូមានដូចម្ដេចក៏មិនព្រមស្ដាប់តាមរឹតតែធ្វើខ្លាំងឡើងសេដ្ឋីជាបិតាឮដូច្នេះច្រឡោតខឹងឲ្យហៅនាងពៅមកជេរស្ដីថាហងឯងនេះជាមនុស្សរឹងទទឹងចិត្តមេដាបិតាអញឲ្យមានប្តីទៅមនុស្សមានទ្រព្យសម្បត្តិ
ហងឯងមិនព្រមយកឥឡូវហងឯងស្រឡាញ់អាមនុស្សកំសត់លក់តែក្តាមហងឯងនេះអាក្រក់ណាស់ចុះចេញពីផ្ទះអញឲ្យឆាប់ទៅយកអាកំសត់លក់ក្តាមនោះចុះតាំងពីពេលនេះទៅហងឯងកុំមកលើផ្ទះអញសូម្បីតែក្នុងភូមិក៏មិនឲ្យចូលអញកាត់កាលឯងចោលហើយចំណែកមាតាកាត់ចិត្តមិនដាច់នឹងកូនពៅក៏លោបវិចរបស់ស្រាលដែលមានតម្លៃឲ្យនាងពៅជាកូននាងពៅក៏សំពះលាមាតាយកបង្វិចដែលមាតាឲ្យចុះចេញពីផ្ទះសំដៅទៅផ្ទះបរោះលក់ក្តាមនិយាយប្រាប់រឿងពីបិតាខឹងបណ្ដាលសពគ្រប់បរោះនោះបានស្ដាប់ហើយឆ្លើយតបថាខ្លួនខ្ញុំនេះសពថ្ងៃក្រីក្រជាទីបំផុតហើយកំព្រាតែម្នាក់ឯងផងនាងត្រឡប់ទៅវិញចុះខ្ញុំមិនហ៊ានទទួលយកនាងទេខ្ញុំខ្លាចមហាសេដ្ឋីជាបិតាចាប់ទោសយកខ្ញុំទៅសម្លាប់នាងពៅតបថាខ្ញុំមិនទៅវិញទេសួរស្លាប់នឹងអ្នកហើយបរោះនោះសួរថាបើដូច្នេះយើងគិតដូចម្ដេចនាងពៅឆ្លើយថាបើអ្នកគិតឃើញយ៉ាងណាខ្ញុំទទួលតាមបុរសនោះនាំនាងពៅចេញពីផ្ទះទៅខេត្តផ្សេងហើយធ្វើផ្ទះនៅជាមួយគ្នាលុះព្រឹកឡើងមកជីកក្តាមនៅទីដដែលយកទៅលក់ដូចថ្ងៃមុនទៀតបានប្រាក់ហើយក៏ទិញវត្ថុមានតម្លៃផ្សេងមកផ្ញើប្រពន្ធបុរសប្រព្រឹត្តយ៉ាងនេះជារៀងរាល់ថ្ងៃនាងពៅនោះហេតុតែស្រីគ្រប់លក្ខក៏ប្រតិបត្តិប្តីមិនឲ្យទាស់ចិត្តវេលាជប់ចូលដំណេកនាងពៅនិយាយនឹងប្តីថាខ្ញុំសុំចិត្តប្តីតាំងពីថ្ងៃនេះតទៅអ្នកកុំទៅជីកក្តាមទៀតឡើយប្រាក់កាសយើងមានច្រើនណាស់បើអ្នកចង់ទិញរបស់អ្វីតាមចិត្តអ្នកចុះប្តីមិនព្រមតាមលុះព្រឹកឡើងប្តីកាន់ចបទៅជីកក្តាមទៀតប្រពន្ធឃើញដូច្នេះក៏លោភដើរតាមទៅមើលទីកន្លែងឲ្យបានច្បាស់មិនឲ្យប្តីដឹងលុះឃើញច្បាស់ហើយក៏ត្រឡប់មកផ្ទះវិញចំណែកប្តីជីកក្តាមបានហើយយកទៅលក់រួចទិញម្ហូបចំណីផ្ញើប្រពន្ធដូចសពដងថ្ងៃក្រោយប្តីទៅកាប់អុសក្នុងព្រៃឆ្ងាយនាងពៅបានឃើញប្តីទៅរកកាប់អុសក៏កាន់ចបទៅជីករំលើងកន្លែងដែលប្តីជីកក្តាមនោះអស់រួចត្រឡប់មកផ្ទះធ្វើបាយសម្លទុកឲ្យប្តីបរិភោគថ្ងៃល្ងាចត្រជាក់ប្តីមកពីព្រៃក៏បរិភោគបាយជាមួយគ្នាលុះព្រឹកឡើងប្តីទៅកាន់ចបជីកក្តាមទៀតឃើញទីកន្លែងនោះធ្លុះធ្លាយខ្ចាត់ខ្ចាយអស់ហើយក៏ឃើញសម្បកក្តាមមួយធំប្លែកស្ងួតស្អាតដូចជាហាលថ្ងៃយូរហើយអ្នកនោះក៏កាន់សម្បកក្តាមយកមកទុកនៅក្រោមផ្ទះមិនបានប្រាប់ភរិយាឲ្យដឹងនាងជាប្រពន្ធក៏មិនបានសួរនាំប្តីអ្វីឡើយដល់វេលាយប់ចូលដំណេកនាងពៅកាន់ប្រាក់របូតពីដៃមួយណែនទៅក្រោមផ្ទះធ្លាក់ទៅលើសម្បកក្តាមធំនោះនាងពៅក៏មិនឲ្យប្តីដឹងហើយគិតថាចាំព្រឹកភ្លឺច្បាស់ឡើងសុំចុះទៅយកប្រាក់នោះទុកលុះព្រឹកឡើងនាងពៅចុះទៅផ្ទះទៅយកប្រាក់មួយណែនដែលធ្លាក់ស្រាប់តែឃើញប្រាក់ណែនពេញសម្បកក្តាមនាងអរណាស់យកមកឲ្យប្តីសួរថានាងបានប្រាក់ពីណាច្រើនម្ល៉េះនាងពៅជម្រាបប្តីថាកាលពីយប់មិញខ្ញុំកាន់ប្រាក់ដើម្បីយកទៅទុកនៅខាងក្នុងក៏របូតដៃធ្លាក់ប្រាក់ណែន
ទៅក្រោមផ្ទះខ្ញុំពុំបានចុះទៅយកទេពីព្រោះគិតថាផ្ទះនៅឆ្ងាយពីគេគ្មានអ្នកណាដឹងគ្មានអ្នកណាឃើញចាំព្រឹកភ្លឺច្បាស់សឹមចុះទៅយកមកទុកលុះព្រឹកឡើងខ្ញុំចុះទៅយកស្រាប់តែឃើញប្រាក់ណែនពេញសំបកក្តាមខ្ញុំក៏យកមកជូនលោកប្តីប្តីមានអំណរពុនប្រមាណហើយនិយាយប្រាប់ប្រពន្ធថាពីថ្ងៃនេះតទៅបងឈប់ជីកក្តាមហើយប្រពន្ធអរណាស់អ្នកទាំងពីរអ្នកប្តីប្រពន្ធវេលាយប់កាលណានាំគ្នាទម្លាក់ប្រាក់ទៅចំសំបកក្តាមធំព្រឹកឡើងចុះទៅឃើញប្រាក់ពេញសំបកក្តាមនោះក៏យកមកទុករៀងរាល់ថ្ងៃបើទម្លាក់ប្រាក់រៀលព្រឹកឡើងឃើញប្រាក់រៀលបើទម្លាក់ប្រាក់ណែនព្រឹកឡើងឃើញប្រាក់ណែនបើទម្លាក់គ្រឿងមាសពេជ្រព្រឹកឡើងឃើញគ្រឿងមាសពេជ្រពេញសំបកក្តាមអ្នកទាំងពីរប្រព្រឹត្តធ្វើយ៉ាងនេះចំនួន1ឆ្នាំប្រាក់និងគ្រឿងប្រដាប់មានច្រើនណាស់រាប់មិនអស់ទើបប្រឹក្សាគ្នាថាប្រាក់យើងមានច្រើនម្លេះយើងបានអ្វីទុកប្រាក់នឹងគ្រឿងប្រដាប់ទាំងនោះហើយនាំគ្នាយកប្រាក់និងគ្រឿងប្រដាប់ទាំងនោះទៅជីកកប់ទុកច្រើនរណ្ដៅក្រោយពីថ្ងៃនោះមកអ្នកទាំងពីរអ្នកប្តីប្រពន្ធនាំគ្នាទៅសួរសុខទុក្ខលោកមហាសេដ្ឋីដែលជាមាតាបិតាទៅដល់បងស្រីទាំងអស់បានឃើញក៏ជេរនាងថាមេចោលចង្រៃឯងនេះនាំប្តីកំសត់លក់តែក្តាមមករកអីហងឯងបានឮទេលោកឪពុកបណ្ដេញកាត់កាលហើយសូម្បីតែនៅក្នុងភូមិក៏មិនឲ្យចូលដែរមេចង្រៃឯងចេញពីផ្ទះចេញពីភូមិឲ្យឆាប់នាងពៅឆ្លើយថាបងទាំងអស់គ្នាកុំមើលងាយខ្ញុំមកនេះដើម្បីសួរសុខទុក្ខមាតាបិតាព្រោះលោកមានគុណលើខ្ញុំមិនសុំទ្រព្យសម្បត្តិលោកទេសម្បត្តិបងឯងទាំងអស់ក៏ខ្ញុំមិនសុំខ្ញុំមើលទៅទ្រព្យសម្បត្តិបងទាំងអស់គ្នាមានប៉ុណ្ណោះខ្ញុំមិនកោតមិនព្រឺឡើយសូម្បីតែរោមជើងក៏មិនព្រឺផងបងទាំងអស់គ្នាខឹងណាស់ជេរប្រតិចថាហងឯងនេះអួតណាស់អញមិនជឿទេនាងពៅថាបើមិនជឿភ្នាល់គ្នាចុះបងទាំងអស់គ្នាថាភ្នាល់ដូចម្ដេចបងទាំងអស់គ្នារាប់ប្រាក់ខ្ញុំមើលឲ្យអស់ក្នុងមួយថ្ងៃបើរាប់អស់ខ្ញុំចែកឲ្យទាំងអស់គ្នាបើរាប់មិនអស់ខ្ញុំមិនឲ្យទេតែខ្ញុំយល់ថាកុំថាឡើយរាប់មួយថ្ងៃទុកជារាប់2ថ្ងៃឬក៏3ថ្ងៃក៏មិនអស់ដែរបងទាំងអស់នោះឆ្លើយថាអញព្រមទៅរាប់តែបើឯងក៏ហក់អញវាយឯងតតែស្លាប់នាងពៅប្រាប់ថាតាមចិត្តបងចុះបងនាងពៅក៏នាំគ្នាទៅរាប់ប្រាក់នាងពៅរាប់តាំងពីព្រឹកទល់ល្ងាចក៏មិនអស់នាំគ្នាត្រឡប់មកផ្ទះវិញជម្រាបសេដ្ឋីដែលជាបិតាថានាងពៅជាប្អូនវាអួតថាខ្លួនវាមានប្រាក់ច្រើនខ្ញុំទាំងអស់គ្នាមិនជឿហើយវាថាបើមិនជឿទេឲ្យទៅមើលផ្ទះវាចុះខ្ញុំទាំងអស់គ្នាក៏ទៅមើលឃើញវាមានប្រាក់ច្រើនមែនក៏ភ្នាល់នឹងវាថាបើខ្ញុំទាំងអស់គ្នារាប់ប្រាក់វាក្នុងមួយថ្ងៃអស់វាឲ្យខ្ញុំយកចែកគ្នាចុះបើរាប់មិនអស់វាមិនឲ្យទេនោះខ្ញុំទាំងអស់គ្នាចាប់រាប់តាំងពីព្រឹកទល់ល្ងាចក៏មិនអស់ប្រាក់វាត្រឡប់មកជម្រាបលោកមាតាបិតាសូមជ្រាបមហាសេដ្ឋីបានស្ដាប់ក៏ចាត់ក្រមការឲ្យទៅមើលប្រាក់នាងពៅឲ្យជាក់ច្បាស់នាងពៅក៏នាំទៅមើលគ្រប់កន្លែងក្រមការទាំងនោះបានឃើញប្រាក់នាងពៅមាន
ច្រើនប្រាកដមែនហើយត្រឡប់មកជម្រាបមហាសេដ្ឋីសពគ្រប់មហាសេដ្ឋីបានជ្រាបមានចិត្តត្រេកអរណាស់ក៏ចាត់បម្រើឲ្យទៅហៅនាងពៅនិងកូនប្រសាមកប្រាប់ថាកូនឯងមកជាមួយមាតាបិតាវិញចុះទើបមហាសេដ្ឋីបង្គាប់ក្រមការឲ្យកេណ្ឌរទេះក្របីគោជាច្រើនទៅដឹកជញ្ជូនប្រាក់និងទ្រព្យសម្បត្តិនាងពៅយកមកទាំងអស់មហាសេដ្ឋីឃើញប្រាក់នាងពៅច្រើនមែនក៏អំណរពុនប្រមាណក៏សរសើរថាកូនអញនេះពេញជាអ្នកមានបុណ្យអំណោះតទៅកូនទាំងពីរនឹងធ្វើជាមហាសេដ្ឋីដំណរវង្សពុំខានដែលមាតាបិតាខឹងបណ្ដេញកូននោះអ្នកកុំប្រកាន់ខឹងនឹងមាតាបិតាអីកូនពៅនិងប្តីក៏នៅផ្ទះជាមួយមាតាបិតាដូចដើមចំណែកបងស្រីទាំងប៉ុន្មានក៏កោតខ្លាចនាងពៅនិងប្អូនថ្លៃណាស់លុះមហាសេដ្ឋីជាបិតាទទួលមរណភាពទៅប្តីនាងពៅនិងភរិយាក៏បានធ្វើជាសេដ្ឋីជំនួសបិតាតរៀងទៅរឿងនេះមានគំនិតអប់រំថាកុំវាយតម្លៃមនុស្សទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ